ខ្ញុំត្រូវខ្លាចជាត្រីវិញក៏ខ្ញុំមិនសោកស្ដាយដែរព្រោះយ៉ាងហោចណាស់ខ្ញុំបានស្គាល់សេចក្តីស្រឡាញ់ពិតនិងបានធ្វើអំពើល្អជាមួយមនុស្សម្នាក់សួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថានាងក្រមៀកាលពីសម័យព្រះពុទ្ធកាលដ៏យូរលង់ណាស់មកហើយមានបឹងឈូកដ៏ធំមួយដែលស្ថិតនៅកណ្ដាលព្រៃស្ងប់ស្ងាត់ទឹកបឹងថ្លាឆ្វេងដូចកញ្ចក់ហើយពោពេញទៅដោយផ្កាឈូកពណ៌ក្រហមសលាយគ្នាចម្រុះរីកស្គុះស្គាយនៅក្នុងបឹងនោះមានត្រីក្រឹមពណ៌មាសមួយក្បាលដែលរស់នៅស្រការបស់វាភ្លឺចែងចាំងដូចមាសសុទ្ធហើយគ្រប់សត្វទាំងឡាយនៅក្នុងបឹងតែងតែគោរពនិងស្រឡាញ់វារាល់ពេលដែលព្រះសម្មាសម្ពុទ្ធយាងមកសម្ដែងធម្មទេសនានៅក្បែរបឹងឈូកនោះត្រីក្រឹមមាសតែងតែហែមកជិតច្រាំងដោយសេចក្តីជ្រះថ្លាវាស្ដាប់ព្រះធម៌ដោយចិត្តស្ងប់ស្ងាត់មិនដែលខកខានម្ដងណាឡើយអ្វីត្បិតតែជាសត្វត្រីក៏វាមានសទ្ធាជ្រះថ្លាយ៉ាងខ្លាំងចំពោះព្រះរតនត្រ័យដោយអំណាចនៃបុណ្យកុសលដែលបានសន្សំជាច្រើនជាតិនិងការស្ដាប់ព្រះធម៌ដោយចិត្តបរិសុទ្ធនោះត្រីក្រឹមមាសបានទទួលអានិសង្សដ៏អស្ចារ្យមួយរៀងរាល់យប់ដែលមានព្រះច័ន្ទពេញបរមីរះពេញផ្ទៃមេឃវាអាចក្រឡាខ្លួនคล้ายជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់សម្រស់របស់នាងលើសនារីទាំងឡាយសក់ខ្មៅរលោងដូចសរសៃសូត្រភ្នែកភ្លឺថ្លាដូចតារានៅលើមេឃនិងស្បែកសភ្លឺដូចពន្លឺព្រះច័ន្ទប៉ុន្តែទោះជាមានបុណ្យច្រើនយ៉ាងណាក៏ដោយក៏នាងនៅតែមានកម្មអាក្រក់ខ្លះពីអតីតជាតិហេតុនេះហើយនាងមិនអាចរស់នៅជាមនុស្សជារៀងរហូតបានឡើយលុះត្រាតែនាងបានជួបបុគ្គលដែលមានបុណ្យបារមីខ្ពស់មានចិត្តសុចរិតនិងព្រមទទួលនាងជាសាវកឬសិស្សស្មោះត្រង់ទើបនាងអាចរួចផុតពីសភាពជាត្រីហើយក្លាយជាមនុស្សជារៀងរហូតដូច្នេះត្រីក្រឹមមាសនៅតែរស់នៅក្នុងទឹកបឹងឈូកអស់រយៈពេលជាច្រើនឆ្នាំពេលថ្ងៃវាជាត្រីហែលនៅក្នុងទឹកពេលយប់ព្រះច័ន្ទពេញវង្សវាក្លាយជានារីម្នាក់ដែលដើរលេងតាមច្រាំងបឹងក្រោមពន្លឺច័ន្ទដ៏ស្រទន់ទោះជាមានសេរីភាពក្នុងរយៈពេលខ្លីក៏ដោយនាងតែងមានទុក្ខនៅក្នុងចិត្តព្រោះមិនដឹងថាថ្ងៃណាទើបអាចរួចផុតពីកម្មនេះថ្ងៃមួយមានយុវជនម្នាក់ឈ្មោះថាសុធនបានធ្វើដំណើរឆ្លងកាត់ព្រៃធំគាត់ជាមនុស្សដែលស្លូតត្រង់ចូលចិត្តធ្វើបុណ្យនិងគោរពព្រះធម៌ក្រោយធ្វើដំណើរអស់ជាច្រើនថ្ងៃគាត់បានមកដល់បឹងឈូកនោះខណៈពេលដែលគាត់មកដល់បឹងគាត់បានឃើញត្រីក្រឹមមាសដ៏ស្រស់ស្អាតបានហែលមកជិតគាត់ដោយចិត្តអាណិតស្រឡាញ់គាត់បានយកត្រីនោះទៅចិញ្ចឹមនៅក្នុងស្រះតូចមួយនៅក្បែរផ្ទះសុធនបានថែរក្សាវាយ៉ាងល្អមិនដែលធ្វើបាបឬចង់យកទៅលក់ឡើយយប់មួយដែលព្រះច័ន្ទពេញបរមីរះភ្លឺស្រទន់ត្រីក្រឹមមាសបានคล้ายជានារីដ៏ស្រស់ស្អាតនៅក្នុងស្រះសុធនបានឃើញហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនារីនោះក៏បានប្រាប់រឿងរ៉ាវជីវិតរបស់នាងទាំងអស់និងសូមឲ្យសុធនជួយរំដោះកម្មរបស់នាងសុធនមិនបានខ្លាចឡើយគាត់បាននាំនាងទៅសិក្សាព្រះធម៌ធ្វើបុណ្យរក្សាសីលនិងជួយអ្នកក្រីក្រពួកគេរស់នៅដោយសេចក្តីសុចរិតនិងមេត្តាធម៌ប៉ុន្តែមុននឹងកម្មត្រូវបានរំដោះទាំងស្រុងមានលក្ខខណ្ឌមួយទៀតដែលនាងត្រូវគោរពជាដាច់ខាតគឺនាងមិនអាចមានចិត្តស្រឡាញ់បរិសុទ្ធណាម្នាក់នៅក្នុងចិត្តជាគូស្នេហ៍បានឡើយបើនាងល្មើសនាងនឹងត្រូវក្លាយជាត្រីក្រឹមមាសវិញជារៀងរហូតពេលវេលាបានកន្លងផុតទៅសុធននិងនាងរស់នៅយ៉ាងស្និទ្ធស្នាលនឹងគ្នាពួកគេបានជួយគ្នានៅក្នុងការធ្វើអំពើល្អហើយបេះដូងរបស់នាងក៏ចាប់ផ្ដើមមានអារម្មណ៍ពិសេសចំពោះសុធននាងព្យាយាមលាក់អារម្មណ៍នោះព្រោះដឹងថាវាអាចនាំឲ្យនាងបាត់បង់អ្វីៗគ្រប់បែបយ៉ាងតែទីបំផុតនាងក្រឹមមាសមិនអាចហាមអារម្មណ៍របស់ខ្លួនបានឡើយនាងបានលងស្រឡាញ់សុធនបាត់ទៅហើយនាងក៏បានសម្រេចចិត្តវិលមកបឹងឈូកពីមុនដែលនាងធ្លាប់រស់នៅវិញចិត្តនាងក្រំគ្រាព្រោះក្តីស្រឡាញ់ភ្លាមនោះពន្លឺមាសបានភ្លឺចេញពេញរាងកាយរបស់នាងហើយរូបកាយរបស់នាងក៏ចាប់ផ្ដើមប្រែប្រួលផងដែរនាងញញឹមទាំងទឹកភ្នែកហើយនិយាយថាទោះខ្ញុំត្រូវខ្លាចជាត្រីវិញក៏ខ្ញុំមិនសោកស្ដាយដែរព្រោះយ៉ាងហោចណាស់ខ្ញុំបានស្គាល់សេចក្តីស្រឡាញ់ពិតនិងបានធ្វើអំពើល្អជាមួយមនុស្សម្នាក់
ប៉ុន្តែដោយអំណាចនៃបុណ្យកុសលដែលនាងនឹងសធនបានសាងរួមគ្នាព្រមទាំងចិត្តស្មោះត្រង់នឹងការលះបង់ដើម្បីអ្នកដទៃកម្មអាក្រក់ចុងក្រោយរបស់នាងក៏រលាយអស់ជំនួសឲ្យការខ្លាយជាត្រីនាងបានខ្លាយជាមនុស្សពេញលេញជារៀងរហូតចាប់តាំងពីថ្ងៃនោះមកនាងនឹងសធនបានបន្តរស់នៅដោយសេចក្តីមេត្តានិងគុណធម៌រីឯទឹកបឹងឈូកដែលធ្លាប់ជាទីលំនៅរបស់ត្រីក្រឹមមាសក៏បានខ្លាយជាទីសក្ការៈរបស់អ្នកស្រុកហើយរឿងនេះបាននិទានតគ្នាមកថាបុណ្យកុសលអាចផ្លាស់ប្ដូរវាសនាហើយសេចក្តីល្អពិតប្រាកដតែងតែមានអំណាចឈ្នះនៅកម្មអាក្រក់ជានិច្ចហើយសាច់រឿងនាងត្រីក្រឹមមាសក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់លាជួបគ្នានៅពេលវេលាក្រោយបាយបាយ